សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកប្រធានបទថ្មីមួយមកបង្ហាញជូនដល់បងប្អូនទាំងអស់គ្នានោះគឺវិធានការទប់ស្កាត់និងកម្ចាត់សមាសភាពចង្រៃលើដំណាំទុរេនប្រភេទសត្វល្អិតចង្រៃទៅតាមប្រភេទនីមួយៗទី1ពពួកសត្វទ្រីបលក្ខណៈរូបសាស្ត្ររបស់វាគឺទ្រីបជាសត្វល្អិតចង្រៃបន្ទាប់បន្សំនៅលើដើមទុរេនជាទូទៅវាមានទំហំចន្លោះពី 0.5 ទៅ 2 មីលីម៉ែត្រនិងមានប្រវែងរហូតដល់ 14 មីលីម៉ែត្រសត្វញីជាទូទៅមានពណ៌លឿងនិងនៅផ្នែកពោះមានឆ្នូតពណ៌ត្នោតក្រមៅនៅចំកណ្ដាលសត្វញីធ្វើការទម្លាក់ពងនៅក្នុងកោសិកាស្លឹករុក្ខជាតិដោយបំពង់របស់វាកូនញាស់និងសត្វពេញវ័យជញ្ជក់យករុក្ខរសពីកោសិកាស្លឹករុក្ខជាតិដែលធ្វើឲ្យស្លឹកមានស្នាមបំផ្លាញត្រង់កន្លែងដែលជញ្ជក់នោះពងបានអាយុចាប់ពី 2 ទៅ 3 ថ្ងៃកូនដង្កូវចាប់ដើមញាស់នឹងអាចរស់បានរយៈពេលប្រមាណ45ថ្ងៃលក្ខណៈបំផ្លាញទ្រីបបឺតយករុក្ខរសពីផ្កាស្លឹកនិងដើមដែលជាទូទៅមិនមានការបំផ្លាញធ្ងន់ធ្ងរណាមួយកើតឡើងនោះទេចំពោះស្លឹកការបំផ្លាញរបស់វាអាស្រ័យទៅលើចំនួនប្រជាករសត្វល្អិតដែលបំផ្លាញប្រសិនបើមានចំនួនប្រជាករច្រើនវាអាចធ្វើឲ្យស្លឹកទុរេនមិនអាចធ្វើរស្មីសំយោគបានប្រសិនបើកម្រិតនៃការបំផ្លាញខ្លាំងវាចេញរោគសញ្ញាដូចជាស្លឹកមានស្នាមអុចៗតូចពណ៌លឿងខូចទ្រង់ទ្រាយជួនកាលអាចតូចជារួញហើយចំពោះផ្កាប្រែតូចជាពណ៌ប្រផេះប្រាក់ឬខ្មៅនិងមានស្នាមអុចៗផងដែរចំពោះវិធានការគ្រប់គ្រងនិងកម្ចាត់រយៈពេល2ទៅ3ថ្ងៃត្រូវតាមដានវត្តមានទ្រីបឲ្យបានទៀងទាត់ជាពិសេសនៅដំណាក់កាលចេញត្រួយផ្កានិងផ្លែសម្រាប់ការតាមដានវត្តមានទ្រីបអាចប្រើប្រាស់អន្ទាក់ស្អិតពណ៌លឿងនៅក្នុងចម្ការពិនិត្យនៅលើស្លឹកខ្ចីនិងផ្កាមិនត្រូវផ្ដល់សារធាតុចិញ្ចឹមដែលមានកម្រិតជីអាសូតច្រើននោះទេក្នុងករណីដែលមានការបំផ្លាញច្រើនយើងអាចប្រើប្រាស់ថ្នាំកសិកម្មសម្រាប់កម្ចាត់វាបានទី2ចាយម្សៅមេរបស់ចាយម្សៅមានប្រវែងប្រហែល3មីលីម៉ែត្រដែលខ្លួនរបស់វាមានពណ៌លឿងឬផ្កាឈូកគ្របដណ្ដប់ដោយកម្ទេចម្សៅពណ៌សពងរបស់ចាយម្សៅមានរាងពងក្រពើពណ៌ទឹកក្រូចរុំព័ទ្ធដោយសម្លៃគ្របលើពងនិងមានប្រវែង 0.3 មីលីម៉ែត្រសត្វញីអាចពងចន្លោះពី600ទៅ800ពងដែលពងដាក់នៅលើស្លឹកផ្លែឬមែកដោយផ្ទុកនៅក្នុងថង់ពងសត្វញីដែលទើបនឹងញាស់មានពណ៌លឿងស្រាលពងញាស់ក្នុងរយៈពេល6ទៅ10ថ្ងៃនិងសត្វញីសក់3ដងចំពោះសត្វឈ្មោលសក់4ដងលក្ខណៈបំផ្លាញកូនញាស់និងចៃពេញវ័យរស់នៅជាក្រុមបឺតយករុក្ខរសពីស្លឹកកញ្ចុំផ្កាផ្លែខ្ចីនិងផ្លែទុំទឹកដមដែលមានជាតិផ្អែមនិងស្អិតរបស់ចៃម្សៅដែលមាននៅលើស្លឹកនិងផ្លែដែលជាហេតុបណ្ដាលឲ្យមានការកើតឡើងនូវជំងឺផ្សិតម្សៅប្រសិនបើផ្សិតនោះកើតឡើងនៅលើស្លឹកហើយមានវត្តមានច្រើននោះវានឹងកាត់បន្ថយការធ្វើរស្មីសំយោគដែលជាហេតុក្នុងការកាត់បន្ថយការលូតលាស់របស់ដំណាំទុរេនហើយបើផ្សិតនោះមាននៅលើផ្លែនោះវានឹងកាត់បន្ថយនៅតម្លៃទីផ្សារវិធានការគ្រប់គ្រងនិងកម្ចាត់យើងត្រូវធ្វើការសម្អាតស្មៅចង្រៃនៅជុំវិញគល់ដំណាំឲ្យបានស្អាតនៅចុងរដូវវស្សាត្រូវកាត់ចេញនៅផ្នែកដែលរងការបំផ្លាញធ្ងន់ធ្ងរពីចៃម្សៅដូចជាផ្លែមែកយកទៅដុតបំផ្លាញចោលនិងត្រូវបាញ់ទឹកជាមួយក្បាលម៉ាស៊ីនដែលមានសម្ពាធខ្ពស់ដើម្បីឲ្យធ្លាក់នៅពពួកចៃម្សៅ
នៅក្នុងករណីដែលមានការបំផ្លាញច្រើនយើងអាចប្រើប្រាស់ថ្នាំកសិកម្មដោយដែលបានបង្ហាញនេះបានដើម្បីបង្កើនប្រសិទ្ធភាពរបស់ថ្នាំឬសម្លាប់សត្វល្អិតចង្រៃអាចប្រើលាយជាមួយប្រេងជម្រាបទី3កញ្ចែស៊ីស្លឹកវាជាប្រភេទសត្វល្អិតចង្រៃដ៏ចម្បងនៅតាមឆ្នេរនៃតំបន់ត្រូពិកជាទូទៅនៅពេលដើមរដូវវស្សាសត្វពេញវ័យនឹងចេញពីក្នុងដីហើយចាប់ផ្ដើមធ្វើការបំផ្លាញសត្វពេញវ័យមានទំហំតូចប្រមាណចន្លោះពី3ទៅ5មីលីម៉ែត្រដែលមានពណ៌ខ្មៅឬពណ៌ត្នោតរលើបចំពោះសត្វញីធ្វើការទម្លាក់ពងនៅក្នុងដីបន្ទាប់មកញាស់ជាកូនដង្កូវតូចៗដែលមានពណ៌សកូនដង្កូវតូចៗចាប់ផ្ដើមចិញ្ចឹមខ្លួនវាដោយស៊ីឬស្មៅក្នុងរយៈពេល2ទៅ3ខែមុនពេលវិវត្តទៅជាដុកដឿនៅពេលភ្លៀងខ្លាំងកូនដង្កូវញាស់ចាប់ផ្ដើមធ្វើការបំផ្លាញខ្លាំងដែលជាទូទៅក្នុងមួយឆ្នាំវាអាចមាន2ទៅ3ជំនាន់លក្ខណៈបំផ្លាញវាធ្វើការបំផ្លាញទៅលើដំណាំជាច្រើនដូចជាទុរេនសាវម៉ាវមៀនខ្នុរនិងចម្ប៉ាដកជាដើមចំពោះស្លឹករបស់ដំណាំវាធ្វើឲ្យមានស្នាមឆេះខ្លោចនិងធ្លុះធ្លាយដែលធ្វើឲ្យការលូតលាស់កូនដំណាំត្រូវបានបង្អាក់ព្រមទាំងធ្វើឲ្យប៉ះពាល់ក្នុងវាចេញផ្លែផ្កាចំពោះហ្វូងសត្វល្អិតអាចបង្កឲ្យមានការខូចខាតខ្លាំងដល់ដំណាំលូតលាស់ថ្មីនិងជួនកាលអាចប៉ះពាល់ទៅដល់ការលូតលាស់របស់ផ្លែចំពោះមេពេញវ័យភាគច្រើនតែងតែធ្វើការស៊ីបំផ្លាញនៅពេលយប់វិធានការគ្រប់គ្រងនិងកម្ចាត់យើងអាចសង្កេតមើលការបំផ្លាញរបស់ពួកវាក្នុងដំណើរការកូនទុរេននៅតូចជាពិសេសនៅរដូវភ្លៀងត្រូវត្រួតពិនិត្យជាប្រចាំនៅក្រោយដំណើរការលូតលាស់ត្រួយដើម្បីដឹងពីវត្តមាននៃការបំផ្លាញដំបូងក្នុងករណីមានការបំផ្លាញធ្ងន់ធ្ងរយើងអាចកម្ចាត់ពួកវាដោយប្រើថ្នាំកសិកម្មដែលមានសមាសធាតុដូចបានបង្ហាញនេះទី4ម៉ៃក្រហមអាហ្វ្រិកម៉ៃក្រហមគឺជាសត្វល្អិតចង្រៃតូចៗដ៏សំខាន់មួយនៅលើដំណាំទុរេនដែលពិបាកក្នុងការមើលដោយភ្នែកទទេដើម្បីឃើញវត្តមានសត្វប្រភេទនេះយើងត្រូវគូសស្លឹកដែលរងការបំផ្លាញនៅលើក្រដាសពណ៌សឬកែវពង្រីកសត្វញីមានរាងមូលទំហំ 0.3 ទៅ 0.4 មីលីម៉ែត្រទទឹង 0.3 មីលីម៉ែត្រនិងមានពណ៌ក្រហមក្រមៅឬត្នោតក្រមៅដែលជាទូទៅវាអាចរស់បានប្រមាណ8ថ្ងៃក្រោយពីការទម្លាក់ពងសត្វឈ្មោលមានពណ៌ត្នោតខ្ចីនិងមានទំហំតូចជាងសត្វញីដែលជាទូទៅវាអាចរស់បានប្រមាណ36ម៉ោងការបង្កកំណើតចាប់ផ្ដើមនៅពេលដែលសត្វឈ្មោលបញ្ឈប់ការសក់ហើយคล้ายទៅជាសត្វពេញវ័យបន្ទាប់មកវាចាប់ផ្ដើមរកសត្វញីដែលស្ថិតក្នុងដំណាក់កាលទី3នៃដំណាក់កាលដង្កូវហើយវារងចាំរហូតដល់ដំណាក់កាលសក់ចុងក្រោយរបស់សត្វញីបន្ទាប់ពីការបង្កកំណើតបាន1ទៅ2ថ្ងៃសត្វញីនឹងចាប់ផ្ដើមបង្កើតពងការលូតលាស់រវាងសត្វញីនិងឈ្មោលមានរយៈពេល9ថ្ងៃដែលជារួមបញ្ចូលទាំងដំណើរការពងនិងប្រមាណ36ម៉ោងសម្រាប់វគ្គដង្កូវទាំង3វគ្គការទម្លាក់ពងជាមធ្យមបាន14ពងលក្ខណៈបំផ្លាញវាបំផ្លាញដោយបឺនយករុះក៏រស់ពីស្លឹកនៅផ្នែកខាងចុងស្លឹកដែលរងការបំផ្លាញមានស្នាមអុចតូចៗពណ៌សបន្ទាប់មកប្រែជាស្លុកខុសពីស្លឹកធម្មតាប្រសិនបើមានការបំផ្លាញខ្លាំងធ្វើឲ្យស្លឹកជ្រុះហើយធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ផ្កានិងផ្លែវិធានការគ្រប់គ្រងនិងកម្ចាត់យើងត្រូវធ្វើការសម្អាតស្មៅចេញពីចម្ការដោយសារពពួកម៉ៃនេះវាអាចលាក់ខ្លួននៅក្នុងស្មៅបាន
តាមដានវត្តមានសត្វអត្តម័យជាប្រចាំដោយសង្កេតនៅលើស្លឹករុក្ខជាតិជាពិសេសនៅពេលដែលចាប់ផ្ដើមធ្លាក់ភ្លៀងក្នុងកំឡុងខែកញ្ញានិងតុលាក្នុងករណីដែលមានការបំផ្លាញច្រើនយើងអាចប្រើប្រាស់ថ្នាំកសិកម្មដែលមានសមាសធាតុដូចបង្ហាញនេះទី5ដង្កូវចុះផ្លែទុរេនជាទូទៅមេអំបៅពេញវ័យមានពណ៌លឿងលាយជាមួយស្នាមអុចតូចៗពណ៌ត្នោតក្រមៅនៅលើស្លាបទំហំ12មីលីម៉ែត្រមេអំបៅពេញវ័យស្លាបរបស់វាលាតសន្ធឹងប្រវែងពី2ទៅ2.3 សង់ទីម៉ែត្រមេអំបៅពេញវ័យទម្លាក់ពងទៅលើផ្លែទុរេនហើយពងនោះនឹងញាស់ក្នុងរយៈពេល4ថ្ងៃក្រោយពីការដាក់ពងកូនដង្កូវមានពណ៌សនិងក្បាលមានពណ៌ត្នោតវាស៊ីចំណីនៅលើសម្បកនៃផ្លែទុរេនក្រោយពីធ្វើការចោះចូលទៅក្នុងផ្លែរួចវាស៊ីបំផ្លាញផ្លែហើយខ្លួនវាប្រែទៅជាពណ៌ត្នោតខ្ចីនិងមានស្នាមអុចពណ៌ត្នោតក្រមៅឬខ្មៅនៅលើដងខ្លួនរបស់វាបន្ទាប់ពី12ទៅ13ថ្ងៃក្រោយមកវានឹងក្លាយទៅជាដុកឌឺដែលយើងសង្កេតឃើញមានស្លឹកនិងអាចដង្កូវនៅព័ទ្ធជុំវិញដុកឌឺជាទូទៅដំណាក់កាលដុកឌឺមានរយៈពេលពី7ទៅ9ថ្ងៃនិងក្រាំងនៅក្នុងដីជម្រៅ 2.5 ទៅ 17.5 សង់ទីម៉ែត្រវាអាចពងបានប្រមាណ100ទៅ200ពងនិងដង្កូវមានប្រវែង 1.5 ទៅ 1.8 សង់ទីម៉ែត្រលក្ខណៈបំផ្លាញដង្កូវធំៗចូលចិត្តស៊ីលើផ្នែកបន្តពូជរុក្ខជាតិដូចជាពន្លកផ្កានិងផ្លែខ្ចីកូនញាស់និងដង្កូវពេញវ័យស៊ីចោះផ្លែបណ្ដាលឲ្យផ្លែស្អុយរលួយចំពោះផ្លែដែលជាប់គ្នាជាទីតាំងល្អសម្រាប់ឲ្យមេអំបៅទម្លាក់ពងរន្ធដែលចោះដោយដង្កូវអាចបណ្ដាលឲ្យកើតជំងឺ Phytophthora ដែលអាចបណ្ដាលឲ្យមានការរលួយផ្លែនិងជ្រុះផ្លែផងដែរវិធានការគ្រប់គ្រងនិងកម្ចាត់យើងត្រូវតាមដានវត្តមានមេអំបៅនិងដង្កូវដោយសង្កេតមានអាចដង្កូវដែលអាចមើលឃើញនៅលើសម្បកខាងក្រៅនិងយើងអាចប្រើអន្ទាក់ពន្លឺដើម្បីកាត់បន្ថយចំនួនមេអំបៅពេញវ័យឬកប់ផ្លែដែលខូចឬប្រេះចោលកាត់ផ្លែដែលនៅជាប់ឲ្យនៅតែមួយព្រោះមេអំបៅពេញវ័យចូលចិត្តពងនៅលើសម្បករវាងផ្លែឈើដែលនៅជាប់គ្នាបើមិនដូច្នេះទេត្រូវញែកផ្លែឈើដែលនៅជាប់គ្នាដោយដាក់ឈើឬសម្ភារៈណាមួយនៅចន្លោះពួកវាប្រើថង់ប្លាស្ទិកខ្ចប់ផ្លែនៅពេលផ្លែអាយុបាន2ទៅ3សប្តាហ៍ដោយប្រើថង់ប្លាស្ទិកដែលមានរន្ធដើម្បីបង្ហូរទឹកថង់នឹងការពារមេអំបៅញីពីការពងនៅលើសម្បកដកថង់ទាំងនេះចេញ2សប្តាហ៍មុនពេលប្រមូលផលពីព្រោះឈើដែលវាខ្ចប់មានពណ៌ស្លេកខុសពីធម្មតាក្នុងករណីមានការបំផ្លាញធ្ងន់ធ្ងរយើងក៏អាចប្រើប្រាស់ថ្នាំកសិកម្មដើម្បីកម្ចាត់ពួកវាផងដែរទី6ដង្កូវចោះគ្រាប់ទុរេនមេអំបៅពេញវ័យរបស់ដង្កូវចោះផ្លែអាចទម្លាក់ពងបានពី100ទៅ200ពងកូនញាស់របស់ដង្កូវនេះចាប់ផ្ដើមញាស់ក្នុងរយៈពេល10ថ្ងៃបន្ទាប់ពីពេលទម្លាក់ពងហើយវាត្រូវការពេលប្រមាណ38ថ្ងៃដំណើរការដង្កូវបន្ទាប់មកដង្កូវនេះបង្កើតជារន្ធដែលមានអង្កត់ផ្ចិតពី5ទៅ8មីលីម៉ែត្រហើយវាចេញមកខាងក្រៅដើម្បីបន្តដំណើរការដុកឌឺនៅក្នុងដីលក្ខណៈបំផ្លាញកូនដង្កូវទើបញាស់វារស់នៅលើសម្បកទុរេនបរិមាណជិតសណ្ដង់បន្ទាប់មកចាប់ផ្ដើមចោះចូលទៅក្នុងផ្លែនិងស៊ីផ្លែដង្កូវនេះបានចោះចូលទៅក្នុងគ្រាប់ហើយវាធ្វើឲ្យសាច់ខ្លែបជាប់ជាមួយអាចដង្កូវ
វិធានការគ្រប់គ្រងនិងកម្ចាត់យើងអាចប្រើអន្ទាក់ពន្លឺដើម្បីកាត់បន្ថយចំនួនមេអំបៅពេញវ័យនិងដុតឬកប់ផ្លែដែលខូចឬជ្រុះកាត់ផ្លែដែលនៅជាប់ឲ្យនៅតែមួយព្រោះមេអំបៅពេញវ័យចូលចិត្តពងនៅលើសម្បកផ្លែដែលនៅជាប់គ្នាបើមិនដូច្នោះទេយើងត្រូវញែកផ្លែឈើដែលនៅជាប់គ្នាដោយដាក់ឈើឬសម្ភារៈណាមួយនៅចន្លោះពួកវាឬអាចប្រើថង់ប្លាស្ទិកខ្ចប់ផ្លែនៅពេលផ្លែបានអាយុ2ទៅ3សប្តាហ៍ដោយប្រើថង់ប្លាស្ទិកដែលមានរន្ធដើម្បីបង្ហូរទឹកចេញក្នុងករណីដែលមានការបំផ្លាញធ្ងន់ធ្ងរយើងក៏អាចប្រើថ្នាំកសិកម្មដែលមានសមាសធាតុសកម្មដូចបានបង្ហាញជូននេះបានទី7ដង្កូវស៊ីរូងដើមទុរេនដង្កូវស៊ីរូងដើមគឺជាសត្វល្អិតចង្រៃដ៏ចម្បងទៅលើដំណាំទុរេនដោយវាស៊ីរូងទៅខាងក្នុងសាច់ឈើដែលអាចឲ្យដើមទុរេនងាប់បានសត្វពេញវ័យជាទូទៅមានប្រវែងពី3ទៅ5សង់ទីម៉ែត្រហើយវាមានពណ៌ត្នោតក្រមៅហើយអាចទម្លាក់ពងបានប្រមាណ25ពងដង្កូវមានពណ៌ដូចគ្រីមនិងក្បាលមានពណ៌ត្នោតក្រមៅនិងមានប្រវែង10សង់ទីម៉ែត្រវាធ្វើការពងដាក់ក្នុងសម្បករយៈពេល7ទៅ13ថ្ងៃទើបញាស់ហើយដំណាក់កាលដុកឌឿមានរយៈពេល280ថ្ងៃលក្ខណៈបំផ្លាញដង្កូវស៊ីរូងចូលទៅក្នុងសាច់ឈើបណ្ដាលឲ្យដើមទុរេនហូរជ័រនិងដង្កូវស៊ីជាលិកាផ្លោអែមនៅកន្លែងស្នាមបំផ្លាញនឹងមានរន្ធតូចដែលមានជាតិជ័រចេញមកក្រៅនិងមានពណ៌ត្នោតហើយប្រែទៅជាពណ៌ខ្មៅដង្កូវដែលទើបនឹងញាស់ចាប់ដើមរកស៊ីសម្បកនៅជុំវិញខ្លួនវិធានការគ្រប់គ្រងនិងកម្ចាត់យើងត្រូវតាមដានវត្តមាននៃការហូរចូលរបស់ដើមនិងធ្វើការសម្អាតស្មៅនិងរុក្ខជាតិចង្រៃចេញពីចម្ការធ្វើការកាត់សម្អាតមែកតូចៗផ្នែកខាងក្នុងដើមមែកដែលងាប់ស្ងួតដុតបំផ្លាញចោលដាក់អន្ទាក់អំពូលភ្លើងដើម្បីចាប់មេពេញវ័យពិនិត្យស្វែងរកកន្លែងដែលទើបបំផ្លាញថ្មីដោយចោះចាប់ដង្កូវមកកំទេចចោលប៉ុន្តែកន្លែងដែលមានការបំផ្លាញដោយដង្កូវប្រភេទនេះម្ចាស់ចម្ការត្រូវចាំថាការចោះឬកាប់ដើម្បីចាប់ដង្កូវត្រូវធ្វើយ៉ាងណាឲ្យបានមុនរបួសឬកន្លែងដែលត្រូវចោះនោះឲ្យមានមុខតូចបំផុតដែលអាចធ្វើទៅបានព្រោះដើម្បីកាត់បន្ថយស្លាកស្នាមនៃរបួសដែលជាហេតុបង្កដល់ការឆ្លងនៃមេរោគកន្លែងដែលបានចោះឬកាប់រួចត្រូវចាំបាច់ថ្នាំការពារផ្សិតលាបកំបោរសឬលាបល្បាយដោយលេខជាមួយថ្នាំកម្ចាត់សត្វល្អិតលាបពីលើដើមកម្ពស់ពីដី1ម៉ែត្រកន្លះដើម្បីកម្ចាត់ដង្កូវស៊ីរូងដើមទុរេនយើងអាចបាញ់ថ្នាំកម្ចាត់សត្វល្អិតដែលមានសារធាតុសកម្មដូចដែលបានបង្ហាញនេះចូលទៅតាមកន្លែងដែលបានបំផ្លាញនោះជំងឺចម្បងកើតលើដំណាំទុរេនទី1ជំងឺដំបៅដើមជំងឺនេះជាប្រភេទផ្សិតនៅក្នុងដីដែលវាមានស្ពរចំនួន4ប្រភេទដែលអាចបង្កជំងឺដោយផ្ទាល់ឬដោយប្រយោលអាចធ្វើការបំផ្លាញស្លឹកដើមនិងឫសពួកវាអាចរីករាលដាលតាមរយៈដីទឹកក្នុងដីនិងនៅពេលភ្លៀងធ្លាក់ហើយមានខ្យល់បក់ខ្លាំងលក្ខណៈបំផ្លាញវាមានរោគសញ្ញាជំងឺនេះដំបូងចាប់ផ្ដើមដោយសារតែការហូរជ័រចេញពីស្នាមរបួសស្នាមប្រេះនៃសម្បកនិងរន្ធរបស់ដង្កូវចោះតបមកស្នាមរបួសនេះចាប់ផ្ដើមរីករាលដាលធំនៅលើដើមទាំងមូលក្រោយមកមែករបស់វាចាប់ផ្ដើមងាប់រហូតដល់ងាប់ដើមទាំងស្រុងជាទូទៅជំងឺនេះបំផ្លាញទៅលើដើមចាស់ៗនៅក្នុងរដូវវស្សាវិធានការគ្រប់គ្រងនិងកម្ចាត់វិធីសាស្ត្រគ្រប់គ្រង
រួមបញ្ចូលគ្នាគឺត្រូវការជាចាំបាច់ដើម្បីគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាពការអនុវត្តវិធានគ្រប់គ្រងដំណាំការគ្រប់គ្រងជីវសាស្ត្រនិងការប្រើប្រាស់សារធាតុគីមីសមស្របដើម្បីការពារឬកាត់បន្ថយជំងឺដែលបង្កឡើងដោយពពួកសត្វវិធានការការពារនិងវិធីសាស្ត្រគ្រប់គ្រងរួមបញ្ចូលគ្នាគួរតែត្រូវបានអនុវត្តវិធានការទាំងនេះរួមមានដូចជាត្រូវប្រើប្រាស់កូនពូជដំណាំដែលបង្កាត់តាមរយៈខ្លួនដែលធន់ទ្រាំប្រើកូនពូជដែលមានការធានាថាវាគ្មានជំងឺជ្រើសរើសទីតាំងដែលសមស្របដើម្បីធ្វើការដាំដុះជ្រើសរើសវិធីសាស្ត្រដាំដុះឲ្យបានត្រឹមត្រូវពិនិត្យគុណភាពដីគឺ pH ដែលសមស្របត្រូវមានកម្រិតចន្លោះពី 5.5 ទៅ 6.5 ប្រើប្រាស់ជីត្របាតឲ្យបានត្រឹមត្រូវបង្កើតប្រព័ន្ធបង្ហូរទឹកក្នុងចម្ការឲ្យបានល្អដោយសារផ្សិតប្រភេទនេះចូលចិត្តលក្ខខណ្ឌមានសំណើមកាត់មែកទាបបំផុតដើម្បីការពារការកើតឡើងនៃលក្ខខណ្ឌដើមសើមប្រើប្រាស់ជីសរីរាង្គនិងជីគីមីឲ្យបានត្រឹមត្រូវដើម្បីបង្កើនជីជាតិដល់ដីជួយឲ្យទុរេនមានសុខភាពល្អធន់ទល់នឹងជំងឺដល់ការថែទាំឲ្យបានដិតដល់តាមរយៈការស្រោចស្រពការសម្អាតស្មៅការបន្ថែមសារធាតុចិញ្ចឹមការចម្រើនដីតាមគល់ដំណាំការតាមដានវត្តមាននៃការបំផ្លាញរបស់សត្វល្អិតនិងជំងឺចង្រៃផ្សេងៗជាដើមត្រូវជៀសវាងការខូចខាតជាលិកាដើមដោយសារការរងរបួសធ្វើឲ្យរុក្ខជាតិងាយនឹងឆ្លងជំងឺសម្រាប់ដើមដែលចាប់ផ្ដើមរងការបំផ្លាញដោយជំងឺនេះកុំឲ្យរាលដាលរហូតដល់ទុរេនងាប់ដើមទាំងស្រុងយើងត្រូវចិតសម្បកត្រង់បរិវេណមានស្នាមដំបៅចេញជាមុនសិនបន្ទាប់មកយើងលាបថ្នាំគីមីកសិកម្មពេញបរិវេណដែលមានដំបៅនោះការអនុវត្តវិធានអនាម័យចម្ការតាមរយៈការដុតបំផ្លាញចោលនៅរាល់ផ្នែកសរីរាង្គដែលរងការបំផ្លាញពីជំងឺដូចជាផ្លែមែកនិងដើមជាដើមចំពោះការប្រមូលផលជៀសវាងការធ្លាក់ដែលនាំឲ្យមានរបួសស្នាមដល់ផ្លែជាហេតុនាំឲ្យមានការឆ្លងមេរោគការពារនិងកម្ចាត់ជំងឺប្រភេទនេះយើងអាចប្រើប្រាស់ថ្នាំជីគីមីកសិកម្មដែលមានសារធាតុសកម្មដោយដែលបានបង្ហាញនេះដើម្បីបាញ់និងស្រោចតាមបរិវេណជុំវិញគល់ដំណាំបាញ់ថ្នាំការពារផ្សិតរៀងរាល់15ថ្ងៃម្ដងក្នុងរដូវវស្សាឬតាមស្ថានភាពជាក់ស្ដែងនៃការបំផ្លាញរបស់ផ្សិតចង្រៃទី2ជំងឺផ្សិត Formosis រលាកស្លាប់ជាទូទៅជំងឺនេះកើតឡើងនៅក្នុងលក្ខខណ្ឌសំណើមនិងសីតុណ្ហភាពក្តៅល្មមដូច្នេះនៅពេលផ្ដល់ទឹកទៅលើកូនដំណាំដែលនៅចង្អៀតគ្នានោះគឺជាលក្ខខណ្ឌដ៏ល្អដល់ការរីករាលដាលរបស់ជំងឺនេះលក្ខណៈបំផ្លាញជាចម្បងជំងឺចម្បងលើដំណាំកូនទុរេនវាបង្កើតស្នាមពណ៌ត្នោតឬប្រផេះស្រាលដែលមានគែមពណ៌ត្នោតក្រមៅនៅលើស្លឹករបស់ដំណាំផែនការគ្រប់គ្រងនិងកម្ចាត់រៀបចំទុកដាក់កូនដំណាំឲ្យមានគម្លាតសមស្របបាញ់ថ្នាំការពារនិងកម្ចាត់ផ្សិតចង្រៃលើកូនដំណាំដើម្បីប្រាកដថាកូនដំណាំមិនមានការបំផ្លាញពីជំងឺផ្សេងៗមុននឹងធ្វើការដាំដុះជ្រើសរើសកូនដំណាំដែលមិនមានសញ្ញានៃការបំផ្លាញរបស់ជំងឺជ្រើសរើសវិធីសាស្ត្រដាំដុះឲ្យបានត្រឹមត្រូវប្រើប្រាស់សារធាតុចិញ្ចឹមទៅតាមដំណាក់កាលលូតលាស់របស់ដំណាំដើម្បីឲ្យដំណាំមានសុខភាពរឹងមាំធន់នឹងកត្តាចង្រៃផ្សេងៗប្រើប្រាស់ផ្សិតជីវសាស្ត្រ Trichoderma conici លាយជាមួយជីកំប៉ុស្តដើម្បីការពារកុំឲ្យមេរោគផ្សិតរីករាលដាលដើម្បីទប់ស្កាត់និងព្យាបាលជំងឺនេះយើងអាចប្រើប្រាស់ថ្នាំកសិកម្មដែលមានសារធាតុសកម្មដោយដែលបានបង្ហាញនេះ
ទី3ជំងឺកុលាបជំងឺនេះបណ្ដាលមកពីផ្សិតដែលវាបង្កើតជាសរសៃមីសេយ៉ូមប៉ូស៊ីចម្ពូចាក់ចូលទៅក្នុងដើមឬមែកដែលមានទំហំ1មីលីម៉ែត្រសរសៃមីសេយ៉ូមដែលចាស់ប្រែពណ៌ទៅជាសម្បកពណ៌ផ្កាឈូកបន្ទាប់មកសម្បកនេះក៏ប្រេះបែកទៅតាមអាកាសធាតុអ្នកបំផ្លាញជំងឺនេះធ្វើការបំផ្លាញទៅលើមែកខ្ចីដែលទើបដុះធ្វើឲ្យស្លឹកស្រពោននិងងប់ការរីករាលដាលនៃជំងឺនេះកើតឡើងដោយសារដំណក់ទឹកភ្លៀងនិងតាមកម្លាំងខ្យល់បក់នៅពេលដែលសរសៃមីសេយ៉ូមទៅប៉ះនឹងសម្បកដើមដែលសើមបន្ទាប់មកផ្សិតនៃជំងឺនេះចាប់ផ្ដើមដុះលូតលាស់និងធ្វើការបំផ្លាញទៅលើដំណាំវិធានការគ្រប់គ្រងនិងកម្ចាត់យើងត្រូវដាំដុះឲ្យមានគម្លាតសមស្របជំងឺផ្សិតកុលាបអាចត្រូវបានគ្រប់គ្រងដោយសារការកាត់មែកឈើដែលមានមេរោគហើយព្យាបាលមុខរបួសដោយថ្នាំសម្លាប់ផ្សិតការប្រើប្រាស់ថ្នាំដែលមានទម្រង់ copper ដូចជាល្បាយ copper oxychloride ដែលបានផ្ដល់ការការពារពីជំងឺផ្សិតកុលាបការអនុវត្តគួរបាញ់1 ទៅ 3 ដងក្នុងមួយឆ្នាំនៅក្នុងកំឡុងខែមករាឧសភានិងខែកញ្ញា4ជំងឺរលួយឫសជំងឺរលួយឫសជាជំងឺដែលបង្កឡើងដោយផ្សិតទូទៅជំងឺនេះកើតឡើងនិងមានផលប៉ះពាល់ខ្លាំងនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងមានសំណើមខ្ពស់ហើយអាចសាយភាយតាមរយៈខ្យល់ទៅកាន់ស្លឹកមែកនិងផ្លែលក្ខណៈបំផ្លាញជំងឺនេះធ្វើការបំផ្លាញទៅលើប្រព័ន្ធឫសរបស់ទុរេនធ្វើឲ្យឫសទុរេនឡើងពណ៌ត្នោតហើយរលួយរោគសញ្ញារបស់វាគឺធ្វើឲ្យមានស្នាមចំទឹកជាមួយនឹងស្នាមទឹកហូរទៅនឹងគល់របស់ដំណាំសាច់ឈើនិងសម្បកប្រែទៅជាពណ៌ត្នោតក្រមៅប្រសិនបើវាកើតលើគល់ទាំងមូលនោះស្លឹកទាំងអស់នឹងជ្រុះបន្ទាប់មកដើមក៏ងាប់វិធានការគ្រប់គ្រងនិងកម្ចាត់យើងត្រូវប្រើប្រាស់កូនពូជដែលមានសុខភាពល្អគ្មានជំងឺនិងជ្រើសរើសទីតាំងដែលសមស្របដើម្បីធ្វើការដាំដុះជ្រើសរើសវិធីសាស្ត្រដាំដុះឲ្យបានត្រឹមត្រូវដោយលើកដីជាទួលនិងពិនិត្យគុណភាពដីដែលមាន pH ចន្លោះពី 5.5 ទៅ 6.5 ប្រើប្រាស់ជីត្របាតឲ្យបានត្រឹមត្រូវបង្កើតប្រព័ន្ធបង្ហូរទឹកក្នុងចម្ការឲ្យបានល្អដោយសារផ្សិតនេះចូលចិត្តលក្ខខណ្ឌមានសំណើមកាត់មែកទេពបំផុតដើម្បីការពារការកើតឡើងនៃលក្ខខណ្ឌសើមប្រើប្រាស់ជីសរីរាង្គនិងគីមីឲ្យបានត្រឹមត្រូវដើម្បីបង្កើនជីជាតិដល់ដីនិងជួយឲ្យទុរេនមានសុខភាពល្អធន់ទៅនឹងជំងឺដល់ការថែទាំឲ្យបានដិតដល់តាមរយៈការស្រោចស្រពការសម្អាតស្មៅការបន្ថែមសារធាតុចិញ្ចឹមការចម្រើនដីតាមគល់ដំណាំការតាមដានវត្តមាននៃការបំផ្លាញរបស់សត្វល្អិតនិងជំងឺចង្រៃផ្សេងៗជាដើមជៀសវាងការខូចខាតជាលិកាដើមដោយសារការរងរបួសធ្វើឲ្យរុក្ខជាតិងាយឆ្លងនិងកើតជំងឺដើមដែលចាប់ផ្ដើមរងការបំផ្លាញដោយជំងឺនេះកុំឲ្យរាលដាលរហូតដល់ទុរេនងាប់ដើមទាំងស្រុងយើងត្រូវចិតសម្បកត្រង់បរិវេណមានស្នាមដំបៅចេញជាមុនសិនបន្ទាប់មកយើងលើកថ្នាំកសិកម្មពេញបរិវេណដែលមានដំបៅនោះការអនុវត្តវិធានអនាម័យចំការតាមរយៈការដុតបំផ្លាញចោលនៅរាល់ផ្នែកសរីរាង្គដែលរងការបំផ្លាញពីជំងឺដូចជាផ្លែមែកនិងដើមជាដើមការប្រមូលផលយើងត្រូវជៀសវាងការធ្លាក់ដែលនាំឲ្យមានរបួសស្នាមដល់ផ្លែដែលជាហេតុនាំឲ្យមានការឆ្លងមេរោគយើងត្រូវការពារនិងកម្ចាត់ប្រភេទនេះដោយយើងអាចប្រើថ្នាំកសិកម្មដែលមានសមាសធាតុដូចបានបង្ហាញនេះដើម្បីបាញ់និងស្រោចតាមបរិវេណជុំវិញគល់ដំណាំយើងត្រូវបាញ់ថ្នាំការពារផ្សិតរៀងរាល់15ថ្ងៃក្នុងរដូវវស្សាឬតាមស្ថានភាពជាក់ស្ដែងនៃការបំផ្លាញរបស់ផ្សិតចង្រៃទី5ជំងឺផ្សិតអង់ត្រណូសស្លឹកទុរេនជំងឺនេះបណ្ដាលមកពី
ផ្សិតដែលជាភ្នាក់ងារបង្ករោគភាពជំងឺអាស្រ័យទៅលើលក្ខខណ្ឌអាកាសធាតុនិងសីតុណ្ហភាពសំណើមបរិយាកាសខ្ពស់ 95% និងសីតុណ្ហភាពចន្លោះពី25ទៅ28អង្សាសេប្រសិនបើជាប្រជាកជំងឺផ្សិតនេះច្រើនដែលឆ្លងពីស្លឹកទៅផ្កាពីផ្កាទៅផ្លែផងដែរលក្ខណៈបំផ្លាញវាបំផ្លាញនៅលើផ្នែកស្លឹកផ្កានិងផ្លែមានរាងជារង្វង់ដាច់ពីគ្នាស្នាមមានពណ៌ប្រផេះស្រាលឬពណ៌ត្នោតស្លេកលក្ខណៈជាស្លឹកងាប់ព័ទ្ធជុំវិញដោយវណ្ណពណ៌ខ្មៅឬត្នោតចាស់ជាទូទៅកើតនៅចុងស្លឹកធានការគ្រប់គ្រងនិងកម្ចាត់ដើម្បីការពារឬកាត់បន្ថយជំងឺដែលបង្កឡើងដោយពពុះផ្សិតនេះវិធានការការពារនិងគ្រប់គ្រងរួមបញ្ចូលគ្នាគួរតែត្រូវបានអនុវត្តវិធានការទាំងនេះរួមមានត្រូវជ្រើសរើសតំបន់ដាំដុះឲ្យបានសមស្របជ្រើសរើសកូនពូជដែលគ្មានការបំផ្លាញពីសមាសភាពចង្រៃផ្សេងៗត្រូវភ្ជួររាស់សម្អាតស្មៅនិងកាកសំណល់ដំណាំផ្សេងៗឲ្យបានស្អាតល្អត្រូវដាំឲ្យមានគម្លាតដើមសមស្របសារធាតុចិញ្ចឹមឲ្យបានត្រឹមត្រូវដើម្បីបង្កើនភាពរឹងមាំដល់ដំណាំអាចកាត់តាក់តែងមែកតូចៗផ្នែកខាងចុងដើមចេញខ្លះដើម្បីរក្សាតុល្យភាពសំណើមក្នុងបរិវេណដើមឲ្យមានពន្លឺចេញចូលនៅរាល់ពេលដំណាក់កាលលូតលាស់ខ្លាំងនៃស្លឹកនិងពន្លកខ្ចីយើងអាចប្រើប្រាស់ថ្នាំកសិកម្មដើម្បីធ្វើការព្យាបាល